បាទទ្រូទស្សនិកជនវគ្គនេះគឺជាវគ្គចុងក្រោយវគ្គចុងក្រោយវគ្គដែលត្រូវរាយការណ៍ច្រឡំវគ្គចុងក្រោយនឹងមួយវគ្គទៀតវគ្គដែលត្រូវរាយការណ៍ហើយភ្ជាប់ទូរស័ព្ទទៅតាមភ្នាក់ងារបណ្ដាខេត្តមួយចំនួនដែលត្រូវរាយការណ៍ហើយដំបូងនេះសូមអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅខេត្តព្រៃវែងសូមប្រគល់នីតិនេះឆ្លើយឆ្លងជូនលោករដ្ឋបាទសូមជឿបាទអរគុណចា៎លោកបត្រាបាទជំរាបសួរលោកពិសិដ្ឋបាទសូមជម្រាបសួរលោករដ្ឋព្រមទាំងលោកបត្រាផងដែរបាទលោកពិសិដ្ឋព្រឹកនេះមានរឿងអីសូមអញ្ជើញបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយបាទគឺឯកឧត្តមអភិបាលខេត្តព្រៃវែងដឹកនាំមន្ត្រីចុះពិនិត្យសារដាក់លឿងបាទធ្វើការសួរសុខទុក្ខសម្ដែងសម្ដាជាមួយនឹងក្រុមអាជីវករបាទសូមអញ្ជើញបន្តបាទការពីម្សិលមិញនេះឯកឧត្តមជាសុមេធីអភិបាលខេត្តព្រៃវែងព្រមទាំងមន្ត្រីអ្នកមុខអ្នកការនៅក្នុងខេត្តព្រៃវែងជាច្រើនអ្នកបានធ្វើជើញចុះទៅត្រួតពិនិត្យនៅក្នុងផ្សារអ្នកលឿងហើយការជួបសម្ដែងសម្ដានិងសួរសុខទុក្ខជាមួយនឹងក្រុមអាជីវករនៅក្នុងផ្សារអ្នកលឿងផងដែរហើយក្នុងពេលជួបសម្ដែងសម្ដានោះក្រុមអាជីវករនៅក្នុងផ្សារអ្នកលឿងបានលើកឡើងពីបញ្ហាប្រឈមរបស់ពួកគាត់ដែលផ្ដោតសំខាន់ទៅលើបញ្ហាភ្លើងគឺដូចគាត់លើកឡើងថាគឺឧស្សាហ៍ដាច់ទឹកញាប់ក្នុងតំបន់ទីប្រជុំជនអ្នកលឿងនេះបាទធ្វើឲ្យសម្ភារៈប្រើប្រាស់ជាច្រើនត្រូវបានខូចហើយជាពិសេសនោះគីឡូឡើងភ្លើងបានឡើងខ្លាំងព្រោះពួកគាត់ទៅចំណាយថវិកាជាច្រើនទៅលើផ្លូវភ្លើងហើយបញ្ហានេះដែរឯកឧត្តមជាសុមេធីបានប្រកាសថានឹងឲ្យក្រុមការងារចុះទៅធ្វើការពិនិត្យមើលនិងដើម្បីរៀបចំផែនការនិងធ្វើការដោះស្រាយជួយក្រុមវិជាប្រវត្តិឲ្យបានរហ័សស្របតាមស្តីសេចក្ដីហើយការពីការត្រួតពិនិត្យផ្សារអ្នកលឿងនេះដែរឯកឧត្តមក៏បានដើរត្រួតពិនិត្យមើលនៅតាមទីប្រជុំជនអ្នកលឿងជុំវិញទីប្រជុំជនអ្នកលឿងនេះហើយជាពិសេសគឺទៅមើលផ្លូវមួយខ្សែដែលតភ្ជាប់ទីប្រជុំជនអ្នកលឿងចាក់ទៅកាន់ច្រកព្រំដែនអន្តរជាតិកោះរកាបាទដើម្បីធ្វើការពិនិត្យមើលពីប៉ះពាល់ដែលធ្វើឲ្យរាជការរហូតមកដល់ពេលនេះនៅមិនទាន់បានសាងសង់មិនចប់រាល់តាមគម្រោងនោះបាទលោកពិសិដ្ឋចឹងមានន័យថាមួយថ្ងៃហ្នឹងបានចោះសួរសុខទុក្ខប្រជាពលរដ្ឋរហូតដល់2កន្លែងមិនចឹងបាទក្នុងរយៈពេលមួយថ្ងៃនេះបាទគឺមិនត្រឹមតែ2កន្លែងទេបាទគឺគាត់អារម្មណ៍បានពិនិត្យមើលទាំងផ្សារអ្នកលឿងធំខាងលើផ្សារអ្នកលឿងចាស់ខាងក្រោមហើយបន្ទាប់មកក៏បានអញ្ជើញទៅត្រួតពិនិត្យនៅផ្សារពីមរមួយកន្លែងទៀតដែលនៅគឺប្រជុំជនស្រុកពីមរហើយនៅពេលរសៀលនោះអារម្មណ៍បានអញ្ជើញទៅធ្វើការចែកបទសញ្ញាបត្រជូនដល់សិស្សនៅក្នុងវិទ្យាល័យសុខវិទ្យាល័យពីមរដែលនៅក្នុងទីរួមស្រុកពីមរផងដែរបាទលោកពិសិដ្ឋមានអីបាទអ្វីដែលជាការកត់សម្គាល់នោះយើងឃើញថានៅក្នុងផ្សារអ្នកលឿងនោះបាទគឺចំណុចទីតាំងចាក់សម្រាមដែលខាងទូទួលហោមានយើងបានធ្លាប់បានផ្សាយជាច្រើនដងមកហើយតែតទៅនឹងសម្រាមតែបានចាក់ចូលសំឆ្នាំហើយពុំមានអ្នកកើតប្រមូលកើតចេញនោះនៅក្នុងពេលដែលអភិបាលខេត្តគាត់អញ្ជើញចូលទៅដល់ហ្នឹងបានជាកើតចេញយ៉ាងស្អាតហើយចាក់3ពង្រៀបឡើងស្អាតផ្លឹងហើយបាទគឺមិនមានសម្រាប់តទៅទៀតទេប៉ុន្តែក្នុងឱកាសនោះដែរឃើញថាលោកសំសខុមជាតំណាងក្រុមអ្នកមេការប្រតិសានោះបានសុំទៅអភិបាលខេត្តដើម្បីសុំទីតាំងនេះយកធ្វើបង្កើតជាបេនចតរមាក់វិញបាទដើម្បីរមាក់ដែលគាត់ចតនៅលើរាល់ថ្ងៃនេះកំពុងតែចតតាមចិញ្ចើមផ្លូវទៅគ្មានកន្លែងចតទៅទេហើយជាហេតុធ្វើឲ្យចរាចរណ៍ជាញឹកញាប់ដូច្នេះហើយទើបអភិបាលខេត្តបានចាត់ឲ្យអភិបាលស្រុកបង្កើតគណៈកម្មការមួយធ្វើការចូលត្រួតពិនិត្យនិងរៀបចំផែនការជាមួយនឹងខាងក្រមប្រទេសសាហើយដើម្បីធ្វើរបាយការណ៍ជូនលោកដើម្បីអនុម័តនៅពេលក្រោយតើគួររៀបចំបាទអរគុណច្រើនលោកពិសិដ្ឋបាទសូមអរគុណសូមជម្រាបលាបាទជម្រាបលាលោកពិសិដ្ឋដែលធ្វើសេចក្តីរាយការណ៍យ៉ាងលម្អិតតែម្ដងចេញពីខេត្តព្រៃវែងមកបាទលោកបត្រាលោកពិសិដ្ឋគឺដាក់មកគឺទៅហើយបាទអរគុណណាស់យើងបន្តទៅទៀតជួបភ្នាក់ងារប្រចាំនៅខេត្តពោធិ៍សាត់គឺលោកភិរុនលោកបត្រាសូមអញ្ជើញសូមអរគុណលោករដ្ឋជំរាបសួរលោកភិរុនលោកភិរុនបាទជំរាបសួរលោកបត្រានិងលោករដ្ឋបាទជំរាបសួរស៊ីពេលវិញសូមអញ្ជើញរៀបរាប់រឿងរ៉ាវព្រឹកនោះមានអីជំរាបជូនដល់មហាជនលោកបានទស្សនាសូមអញ្ជើញបាទព្រឹកនេះពោធិ៍សាត់គឺរាយការណ៍ពីកង្វល់របស់ពលរដ្ឋបាទដែលសូមឲ្យអាជ្ញាធរនឹងជួយដោះស្រាយពួកគាត់នៅពាក់ព័ន្ធនឹងបញ្ហាផ្លូវដែលត្រូវគេសង់ផ្ទះនឹងធ្វើលបងបិទបាទសូមអញ្ជើញលោកបាទប្រជាពលរដ្ឋបាទប្រមាណជាង100គ្រួសារបាទនៅក្នុងភូមិបន្ទាយដីក្រោមឃុំបន្ទាយដីក្រុងពោធិ៍សាត់ហ្នឹងគឺថាបានសូមទទួលសូមឲ្យអាជ្ញាធរជាពិសេសអាយដាមអាបាខេតហ្នឹងជួយដោះស្រាយឲ្យពួកគាត់ហ្នឹងពាក់ព័ន្ធនឹងក្រុមគ្រួសារមួយដែលបានសង់ផ្ទះលើនឹងធ្វើលបងបិទផ្លូវ
ដែលកុំជាបរដ្ឋហ្នឹងលោកបាននិយាយថាផ្លូវហ្នឹងគឺជាផ្លូវដែលចាស់ផ្លូវចាស់ក្នុងភូមិតាំងពីសង្គមចាស់មកបាទហើយពាក់ព័ន្ធនឹងបញ្ហាហ្នឹងប្រជាពលរដ្ឋលោកបានអូនតែថាការដែលសង់ផ្ទះនៅធ្វើរបស់បិទផ្លូវដែលពួកគាត់ពិបាកចេញចូលហ្នឹងអត់ផ្លូវចេញចូលទៅផ្លូវធំហ្នឹងមានតែផ្លូវខាងក្រោយទេពេលខេត្តផ្សារខេត្តទឹកឡើងហ្នឹងពួកគាត់ពិបាកធ្វើដំណើរអញ្ចឹងក្នុងភូមិអញ្ចឹងហើយប្រជាពលរដ្ឋលោកបានតូចតែថាពួកគាត់បានសុំតវ៉ាបានធ្វើការតវ៉ាសុំឲ្យអាជ្ញាធរតាំងពីដែលសង្កាត់ប្រទេសដីនៅក្នុងក្រុងពោធិ៍សាត់ហ្នឹងនៅជានៅក្នុងស្រុកកណ្ដៀងនៅឡើយនោះតាំងពីឆ្នាំ2005មកបាទគាត់សុំតវ៉ាឲ្យអាជ្ញាធរជួយដោះស្រាយប៉ុន្តែហាក់បីដូចជាមិនមានហៅថាគឺអត់មានពលឺឬក៏ដំណោះស្រាយណាមួយដែលជួនពួកគាត់ឲ្យសមរម្យដើម្បីឲ្យគាត់ទទួលយកបានបាទឥឡូវរហូតដល់ពេលនេះគឺគេបិទចិត្តតែម្ដងក្រុមធ្វើលំងធ្វើផ្ទះបិទចិត្តតែម្ដងបាទខ្ញុំសង្កេតឃើញថាការបិទហ្នឹងដូចជាជាប់ផ្ទះគាត់ដែរតើហេតុផលម៉េចបានប្រជាពលរដ្ឋលោកថាបិទផ្លូវហ្នឹងសូមអញ្ជើញបាទតែឃើញរូបភាពអញ្ចឹងគឺផ្លូវហ្នឹងគឺផ្លូវចេញចូលក្នុងភូមិឡើងទៅផ្លូវធំបាទផ្លូវធំប៉ុន្តែត្រូវគេឃើញក្នុងលបងហ្នឹងគឺបិទចិត្តតែម្ដងបាទបិទលបងថ្មនេះលោកភិរុនបាទប៉ុន្តែបាទគឺលបងដែលឃើញហ្នឹងគឺបិទគឺជាលបងគឺបិទធ្វើផ្លូវបិទផ្លូវហ្នឹងតែម្ដងបាទប៉ុន្តែលបងនេះបិទដូចជាប់ផ្ទះចំផ្ទះរមងបើគាត់មិនបិទវាអាចថ្ងៃក្រោយទៅវាមានបញ្ហាអីចឹងឬផ្សេងឬយ៉ាងម៉េចលោកវិរុនអាចលំអិតខ្លីក្នុងតិចបានទេបាទផ្លូវហ្នឹងតាមពិតទៅអត់មានជាប់នឹងផ្ទះនិយាយរួមគាត់បិទចិត្តហ្នឹងគឺជាប់នឹងអាលបងហ្នឹងលបងគាត់បិទចិត្តណាលោកបត្រាយល់ហ្នឹងបិទចិត្តជាប់នឹងលបងគេតែម្ដងណានៅខាងមុខហ្នឹងប៉ុន្តែចំណុចហ្នឹងចំណុចច្រកចេញចូលចំណុចផ្លូវបាទចំណុចផ្លូវឡើងលើផ្លូវធំទេបាទអរគុណហើយអញ្ជើញថែមទៀតបាទយ៉ាងម៉េចខ្លះបាទប្រជាពលរដ្ឋនឹងលោកសុំទទួលឲ្យអាជ្ញាធរបាទជួយយ៉ាងណាធ្វើដោះស្រាយឲ្យពួកគាត់មានផ្លូវចេញចូលឡើងនឹងផ្លូវធំហ្នឹងផងបាទបើមិនចឹងទេគាត់ជួបផលលំបាកក្នុងការធ្វើដំណើរក្នុងភូមិចេញចូលបាទទើបតែបាត់តែអីលោកវិរុនអាផ្លូវហ្នឹងបាទលោកបត្រាទើបតែបាត់ទេផ្លូវដែលផ្លូវធ្វើរបងខ្ពស់ហ្នឹងបាទបាត់យូរឆ្នាំដែរប៉ុន្តែគាត់តវ៉ារហូតមកដែរប៉ុន្តែมันមានដំណោះស្រាយអីឲ្យពួកគាត់បាទអរគុណលោកវិរុនរាយការណ៍អញ្ចឹងហើយពួកគាត់ក៏បាននិយាយផងដែរបាទប្រាប់ផងវិញយើងថាគាត់នឹងតវ៉ាបន្តទៀតបើសិនជាគ្មានដំណោះស្រាយប៉ុន្តែកន្លងមកការពាក់ព័ន្ធនឹងបញ្ហាចឹងអីមកខេត្តឯដល់មកខេត្តដល់មកតំណិនលោកតែងតែមានការដោះស្រាយជូនប្រជាពលរដ្ឋបាទលោកមិនប្រឡែងដៃទេគឺប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាផ្លូវនឹងផងដែរកន្លងមកបីនេះគឺតាមប្រជាពលរដ្ឋលោកជាឲ្យហងវិញយើងដឹងគឺគាត់មកកម្មវិធីមួយគាត់មកចូលរួមពិធីការនៅក្នុងសង្កាត់ដីហ្នឹងគឺជាពលរដ្ឋបានជួបហើយឯឡាបាខេត្តលោកបានដឹងហើយលោកបានអាជ្ញាធរក្រុងបាទចុះមកត្រួតពិនិត្យដើម្បីដោះស្រាយបាទអរគុណជំរាបលាលោកភិរុនបាទអរគុណបាទជំរាបលាបាទអរគុណទូរទស្សនិកជនជាទីគោរពរាប់អានសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនបន្តទៀតបាទ